Of course អ្នកទាំងអស់គ្នាត្រូវតែចេះភាសាចិន Okay hello អ្នកទាំងអស់គ្នាសួស្តីអញ្ចឹងតាក់ទងជាមួយនឹងការសិក្សានៅប្រទេសចិនជាប្រូក្រាមអង់គ្លេសដូចខ្ញុំឯងប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចេះភាសាចិនខ្លះអត់ Of course អ្នកទាំងអស់គ្នាត្រូវតែចេះភាសាចិនអញ្ចឹងពីបទពិសោធន៍ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំសិក្សាអ្នកទាំងអស់គ្នារៀនភាសាចិនពីស្រុកយើងមុននឹងយើងមករៀននៅប្រទេសចិនមូលហេតុអីគឺខ្ញុំ based on ពី reason ពីបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនមកអញ្ចឹងចំណុចទី1ហ្នឹងគឺតាក់ទងជាមួយនឹងការប្រាស្រ័យតាក់ទងប្រចាំថ្ងៃប៉ាងជួររំលឹករបស់គ្រូទុកថ្នាក់របស់យើងហ្នឹងណាគាត់ប្រើជាភាសាចិននៅក្នុង Weixin ឬក៏ WeChat អញ្ចឹងណាទោះបីជាប្រូក្រាមអង់គ្លេសមែនប៉ុន្តែការតំណតំណងផ្ដល់ព័ត៌មានផ្សេងៗហ្នឹងគឺគាត់សរសេរជាភាសាចិន and most of the time គឺខ្ញុំ translate អ្នកទាំងអស់គ្នាចាស្រាប់រាល់មែនអត់ពេលខ្ញុំផ្ទាល់ហ្មងគឺដំបូងហ្នឹងហៀងសុខប្រៃដែរឆ្លងទៅប្រូក្រាមអង់គ្លេសប៉ុន្តែមានគ្រូគាត់តំណតំណងជាភាសាចិនចឹងអាហ្នឹង it's like how to say it's like a culture and system របស់គេអញ្ចឹងណា and a student you have to accept and you have adapt to them ហ្នឹងចំណុចទី2គឺតាក់ទងជាមួយនឹងការរៀនភាសាចិននៅក្នុងថ្នាក់ master ទោះបីជាយើងរៀនប្រូក្រាមអង់គ្លេសមែនគឺគេមាន provide ថ្នាក់ភាសាចិនគេហៅថា Honeycomb ហ្នឹងឲ្យយើងអញ្ចឹងគេមាន2 semester ដូចខ្ញុំអញ្ចឹងឥឡូវហ្នឹងគឺ semester 1ហើយតើអញ្ចឹងយើងរៀនមក semester ជាមួយនឹងគ្រូភាសាចិនអញ្ចឹងណាចង់សួរថាពេលមករៀននៅចិនហ្នឹងគេបរៀនចឹងយើងរបៀបម៉េចគឺគេបរៀនស្តាប់ពីដំបូងមែនប៉ុន្តែគេdetail ដូចយើងរៀននៅស្រុកខ្មែរឬក៏យើងរៀន part time ឯងអញ្ចឹងដូចមកថាតាក់ទងជាមួយនឹង ping in គនូសឹងតែវអីហ្នឹងណាគឺអ្នកទាំងអស់គ្នាគួរតែចាប់អាហ្នឹងមកពួកឯងចូលមកដល់ក្នុងថ្នាក់នេះអ្នកគ្រូដែលជាlão sưហ្នឹងគឺគាត់បរៀនកាត់លឿនអញ្ចឹងលក្ខណៈថាbasic មែនប៉ុន្តែលឿនលក្ខណៈថា level ឲ្យយើងចិត្តភាសាតាក់ទងគឺអត់ detail ទេចង់សួរថាអ្នកទាំងអស់គ្នាអត់ចេះចិនហើយមករៀន program អង់គ្លេសហើយអត់មាន basic rule ពីនោះមកចឹងណាគឺនឹងតែបាក់ learn មែនតើព្រោះអីបើតាមខ្ញុំដឹង research បងមកអ្នកដែលគាត់រៀន master ចប់មែន program អង់គ្លេសមែនណាប៉ុន្តែ at least គឺត្រូវ block exam 3អញ្ចឹងសុខសេចក្តីមកអ្នកទាំងអស់គ្នាត្រូវតែចេះភាសាចិនខ្លះមុនពេលដែលអ្នកទាំងអស់គ្នា apply មកនៅប្រទេសចិនទោះបីជាអ្នកទាំងអស់គ្នារៀន program អង់គ្លេសក៏ដោយយ៉ាងណាមិញបើសិនជាបងប្អូនមានគម្រោងដើរលេងជុំខែនៅលេខអក្សរក៏សម្បត្តិឡើងគ្រប់តាម app Red Bus Cambodia បើសិនជាអ្នកទាំងអស់គ្នាបង្កើត account ថ្មីលើ app Red Bus Cambodia ទទួលបាន promotion $6ចូលភ្លាមឡើងជាច្រើនប្រភេទដែលអ្នកទាំងអស់គ្នាអាចធ្វើការ select តាមចំណង់ចំណូលចិត្តខ្លួនយើងបានប្រើ promo code Red Bus Tip នឹងទទួលបាន$2បញ្ចុះតម្លៃលើសម្បត្តិឡាននិងទឹកប្រាក់$4ចូលក្នុង account Red Bus របស់យើងក៏សម្បត្តិឡាន complete Red Bus Cambodia ណាអរគុណច្រើន bye bye